ជំរាបសួរបងប្អូនថ្ងៃនេះយើងមកធ្វើស្ងោរតឡាញញាត់សាច់ជ្រូកដែលគ្រឿងផ្សំរបស់យើងហ្នឹងគឺមានតែពីរមុខទេសម្រាប់បន្លែហ្នឹងគឺមានតឡាយជាមួយនឹងមើមឆៃថាវបងប្អូនវាសិតតែជាប្រភេទបន្លែត្រជាក់ណាហើយខ្ញុំមានជាមួយនឹងហៃប៊ីយឺហ៊ឺជាមួយនឹងសាច់ជ្រូកយើងយកសាច់ច្រឡក់បែបហ្នឹងណាហើយចំពោះតឡាយគឺយើងយកវាមកចិតសបកចេញអញ្ចឹងឲ្យអស់ណាបងប្អូនយើងយកមកចិតសបកឲ្យអស់អញ្ចឹងឲ្យស្អាតហ្នឹងទាំងតឡាយហើយនឹងឆៃថាវរបស់យើងណាបងប្អូនហើយយើងចិតអញ្ចឹងឲ្យអស់អញ្ចឹងទៅបន្ទាប់មកទៀតយើងយកទៅលាងទឹកឲ្យស្អាតហើយយើងឆ្កឹះស្នូលតឡាយនឹងចេញណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនមិនដឹងថាឆ្កឹះស្នូលហ្នឹងរបៀបណាប៉ុន្តែសម្រាប់ខ្ញុំគឺស្នូលតឡាយគឺខ្ញុំឆ្កឹះរបៀបហ្នឹងណាបងប្អូនយើងយកចេញរបៀបហ្នឹងអញ្ចឹងមកបងប្អូនចេះវិធីផ្សេងក៏បងប្អូនធ្វើតាមរបៀបបងប្អូនដែលធ្លាប់ធ្វើណាបងប្អូនបើសម្រាប់នាងខ្ញុំគឺខ្ញុំឆ្កឹះអញ្ចឹងណាបងប្អូនអញ្ចឹងយើងឆ្កឹះយកស្នូលវាចេញឲ្យអស់ដើម្បីយើងទុកប្រហោងស្នូលតឡាយខាងក្នុងហ្នឹងយើងយកទៅញាត់សាច់ជ្រូករបស់យើងណាបងប្អូនចាអញ្ចឹងបន្ទាប់ពីតឡាយយើងរៀបចំរួចហើយហ្នឹងសាច់ជ្រូកគឺយើងយកមកចិញ្ច្រាំបែបនេះណាឲ្យម៉ត់បែបនេះហើយនាងខ្ញុំថែមជាមួយនឹងម្រេចបុកបន្តិចខ្ទឹមសបន្តិចប៊ីចេងបន្តិចស្ករបន្តិចណាបងប្អូនចាអញ្ចឹងគឺយើងលាយគ្រឿងប៉ុណ្នេះហើយយើងត្រូវបន្ថែមនៅរសជាតិបន្តិចទៀតគឺខ្ញុំបន្ថែមរសជាតិទឹកត្រីណាអញ្ចឹងបន្ទាប់ពីចាក់ទឹកត្រីចូលហើយគឺយើងច្បល់សាច់នឹងចូលគ្នាឲ្យចូលជាតិគ្នាអញ្ចឹងបងប្អូនយើងឲ្យវាចូលសាច់គ្នាតែមួយអញ្ចឹងហើយគឺយើងយកមកញាត់ក្នុងតឡាយដែលយើងបានខ្វាស្នូលចេញហ្នឹងណាបងប្អូនយើងយកមកញាត់អញ្ចឹងទៅហើយបន្ទាប់ពីញាត់តឡាយហើយគឺយើងដាំទឹកស្លយើងឲ្យពុះគឺយើងយកសាច់យកតឡាយហ្នឹងមកបង់ចូលអញ្ចឹងណាបងប្អូនយើងដាក់គ្រឿងផ្សំបន្តជាមួយគ្នាដូចជាឆៃថាវហើយជាមួយនឹងហៃប៊ីយឺហ៊ឺអញ្ចឹងណាបងប្អូនយើងដាក់គ្រឿងផ្សំនឹងចូលទៅហើយយើងដាំទឹកសម្លហ្នឹងឲ្យពុះទុករយៈពេលប្រហែលជា30នាទីយើងដាក់តឡាយស្ងោរវាទុកឲ្យពុះយូរអញ្ចឹងទៅតឡាយវាយូរបានច្រើនខ្ញុំចង់ឲ្យសាច់ខាងក្នុងឆ្អិនបានល្អណាបងប្អូនស្ងោរតឡាយរបស់យើងគឺងាយមែនទែនហើយក្រោយរយៈពេល30នាទីឆ្ងាញ់សម្លស្ងោរតឡាយរបស់យើងគឺបានឆ្អិនរួចរាល់ហើយបងប្អូនចាអញ្ចឹងគឺមានរសជាតិឆ្ងាញ់មែនទែនបងប្អូនចាអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំហើយបើសិនជាបងប្អូនចូលចិត្តសូមជួយចុច like ហើយនិង subscribe វីដេអូរបស់នាងខ្ញុំម្នាក់មួយផងអរគុណច្រើន